មួយបងប្អូនឲ្យទុកបាទបាទជាកិត្តិយសក៏ដូចជាដែរម្ចាស់កម្មវិធីផ្ទាល់តែម្ដងណាបាទអីយ៉ាងទេបាទឃើញថាគុណរបស់កូនក្រមុំពិតជាស្រស់ស្អាតមែនទែនដោយសារសមាការរបស់កញ្ញាតែម្ដ